មហាជេងជឿនជាតិខ្មែរថ្កើងជ័យយោសុខោលាភោវគ្គទី50តតាំងពីកូនបានមកចាប់បដិសន្ធិក្នុងផ្ទៃរហូតដល់9ខែ10ថ្ងៃគឺព្រះមេត្តាបិតាលោកតមចំណីអាហារសពគ្រប់បែបយ៉ាងមានឈឺសៀតសោកពោះជាដើមទម្រាំបានឆ្លងមហាសមុទ្រផុតពីខ្លួនបន្ទាប់មកព្រះមេត្តាបិតាលោកបានស្រឡាញ់កូននៅពេលកូនដល់អាយុនាំឲ្យចូលសិក្សារៀនសូត្រយកចំណេះដឹងទូទៅជាច្រើន